เรื่อง DPP หมอกดอลให้สมนมเรื่องរបស់ចៅសុខុងមានឥទ្ធិពលខ្លាំងណាស់រហូតមកដល់ពេលនេះវាមិនទាន់បិទបញ្ចប់នៅឡើយទេមេកង់មកជួបប្រាក់ជុងសិកដើម្បីនិយាយគ្នាឆយជុនមុកត្រូវបានចាប់ខ្លួននៅស្ថានីយ៍រថភ្លើងក្រោមដីអំឡុងពេលរត់គេចខ្លួនចឹងហ៊ុនមីនត្រូវបានចាប់ខ្លួននៅទីក្រុងប៊ូសានអំឡុងពេលរត់គេចខ្លួនរហូតមកដល់ពេលនេះវាមិនអាក្រក់ប៉ុន្មានទេតែរឿងបន្ទាប់ទៀតមើលមិនកើតទេជីដូដែលរត់គេចខ្លួនត្រូវបានចាប់ខ្លួនការរត់គេចខ្លួនរបស់ចៃស៊ុនថងព្រមទាំងអំពើអក្រិតកម្មនិងការប៉ុនប៉ងធ្វើអត្តឃាតក្រោយមកទៀតបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សីលធម៌កងទ័ពថែមទាំងគំរាមកំហែងដល់បញ្ហាសុវត្ថិភាពក្នុងបន្ទាយយោធាទៀតផងបើតាមការផ្ដល់សក្ខីកម្មពីមនុស្សពាក់ព័ន្ធចៅសុកផុងមានជំងឺផ្លូវចិត្តភ័ក្រជុងសិកមិនទទួលយកការលើកឡើងនេះទេគ្រប់គ្នាសុទ្ធតែធ្លាប់ឆ្លងកាត់រឿងនេះពេលគាត់ទើបចូលបម្រើដំបូងគាត់ក៏ត្រូវគេវាយតាំងពីពឹកដល់ល្ងាចដែរញ៉ាំក៏ញ៉ាំមិនស្រួលគេងក៏គេងមិនស្លាប់ត្រូវបានធ្វើទារុណកម្មយ៉ាងវេទនាដូចរស់មិនស្មាននឹងស្លាប់ពិបាកណាស់ទើបអាចឡើងដល់តំណែងនេះគិតថាជីវិតនឹងប្រសើរឡើងបន្តិចតែមិនមែនដូច្នោះទេគ្រាន់តែអ្នកដែលធ្វើបាបគាត់ពីទីហ៊ានថ្នាក់ក្រោមខ្លាយជាមេដឹកនាំថ្នាក់លើទៅវិញបើនិយាយថាចៅសុកផុងមានជំងឺផ្លូវចិត្តនោះគាត់ក៏មានដែរហើយស្ថានភាពមិនស្រាលជាងចៅសុកផុងនោះទេមេកងចង់បិទសំណុំរឿងនេះព្រមនឹងកាយវិការរបស់គាត់គឺចង់ប្រជុំមុខមេកងមិនខឹងទៅចម្លើយភ្លាមនោះបន្ទប់ពោពេញដោយភាពតានតឹងលីមដេវីតស្រាប់តែដើរចូលមកបន្ទាប់ពីបំបីភាពស្ងប់ស្ងាត់គាត់បានលួចលាក់ប្រាប់ភ័ក្រជុងសិកមិនអោយរឹងរូសទៀតទេបិទអន្ទប់សំណុំរឿងរបស់ចៅសុកផុងគឺល្អសម្រាប់អ្នកទាំងអស់គ្នាទោះបីជាមិនគិតពីខ្លួនឯងក៏ដោយក៏ត្រូវគិតពីអានជុនហូនិងហានហូលយល់ផងដែរពួកគេទាំងពីរនាក់កំពុងមានបញ្ហាដោយខ្លួនឯងតើក្មេងតូចទាំងពីរនាក់នោះអាចល្អបានដល់កម្រិតណាជីវិតរបស់អានជុនហូពិតជាមិនស្រួលទេជួនកាលរត់ជើងជួយមេដឹកនាំដឹកជញ្ជូនអីវ៉ាន់ជួនកាលត្រីគេធ្វើបាបដោយមិត្តរួមបន្ទប់ទៅដល់ណាក៏គេមិនរាប់រកដែរឲ្យតែជាមនុស្សហ៊ានចង់អើផានគាត់ចំណែកឯហានហូលយល់ឆ្លាតជាងចៅសុភុងបន្ទាប់ពីមានរឿងកើតឡើងគាត់បានដាក់ពាក្យឈឺហើយលាក់ខ្លួននៅក្នុងមន្ទីរពេទ្យមេដឹកនាំហៅយ៉ាងណាក៏មិនត្រឡប់មកវិញដែរដោយគ្មានជំរឿពួកគេបានរកឃើញដៃគូថ្មីម្នាក់សម្រាប់អានជុនហូគឺដេវងដែលជាកូនសេះរបស់ហានហូលយល់ពួកគេទាំងពីរនាក់បានចេញទៅបំពេញបេសកកម្មក្រៅអានជុនហូបានឡើងឋានៈជាសិស្សច្បងគាត់បានពន្យល់ឥតឈប់ឈរអំពីការប្រុងប្រយ័ត្ននិងបច្ចេកទេសចាប់មនុស្សគាត់មានក្នុងបង្អែកពីខាងគ្រួសារបានចំណាយលុយដាក់គាត់ចូលទៅក្នុងក្រុមចាប់ទាហានរត់ចូលជួរព្រោះខ្លាចគាត់អឹបសុកពេកនៅក្នុងបន្ទីឆ្លៀតឱកាសចេញទៅក្រៅដើម្បីស្រូបខ្យល់អាកាសគាត់គ្មានពេលទំនេរទៅចាប់ទាហានរត់ចូលជួរនោះទេបើចាប់បានតើបានអីម្យ៉ាងទៀតក៏មិនអាចបំពេញការបម្រើទ័ពមុនពេលកំណត់ដែរចុះបើទាហានរត់ចូលជួរណាចង់គំនុំនឹងខ្លួនឯងវិញតើធ្វើម៉េចពេលដែលពួកគេសងសឹកមកវិញតើគួរធ្វើដូចម្ដេចរឿងដែលលំបាកហើយគ្មានប្រយោជន៍បែបនេះអ្នកណាចង់ធ្វើទៅយ៉ាងណាក៏ដោយគាត់នឹងមិនធ្វើនោះទេពាក្យនេះស្ដាប់មើលទៅសមហេតុផលអានជុនហូក៏មិនបានបង្ខំអ្វីដែរប៉ុន្តែនៅឱកាសមួយដោយចៃដុំគាត់បានឮដេវងនិយាយទូរស័ព្ទនៅបន្ទប់ក្បែរគ្នាដោយនិយាយថាគាត់សម្ដែងជាមនុស្សល្ងងខ្លៅពិតជាទទួលបានអត្ថប្រយោជន៍ច្រើនណាស់គាត់ទើបតែមកដល់ក្រុម DP ថ្មីនេះត្រៀមបង្រៀនមេរៀនមួយដល់ដៃគូដ៏ល្ងងខ្លៅនោះដើម្បីឲ្យគេដឹងពីភាពខ្លាំងរបស់គាត់អានជុនហូអាចត្រឹមតែដកដង្ហើមធំដោយអស់សង្ឃឹមហើយឡើងទៅលើផ្ទះដើម្បីបំពេញការងាររបស់គាត់កំពុងជួសជុលបានពាក់កណ្ដាលគាត់ក៏លឺសូររំញ័រនៅខាងក្រៅពេលមើលតាមបង្អួតគាត់ឃើញបរិសុទ្ធពាក់វ៉ែនតាកំពុងត្រីគេធ្វើបាបអានជុនហូគ្រាន់តែឈរមើលពីចម្ងាយមិនបានចាត់វិធានការណាមួយទេប៉ុន្តែគិតឲ្យល្លិតល្អន់គ្រូរបស់គាត់ផាក់ជុងសិកបានព្យាយាមបញ្ចប់រឿងនេះនិងគ្រាន់តែជួយជំរុញអំពើអាក្រក់ប៉ុណ្ណោះការបាក់ទឹកចិត្តរបស់ជនរងគ្រោះមិនមែនគ្រាន់តែជាទំនួលខុសត្រូវរបស់អ្នកបង្កហេតុនោះទេអ្នកមើលក៏មិនអាចគេចផុតពីកំហុសបានដែរប៉ុន្តែគាត់ប្រមូលភាពក្លាហានទៅជជែកទល់នឹងពួកគេអ្វីដែលគាត់ទទួលបានមកវិញគឺការវាយដំនិងជេរប្រមាថប៉ុន្តែគាត់បានសម្រេចចិត្តលែងនៅស្ងៀមស្ងាត់ទៀតហើយដូច្នេះគាត់ក៏បានតបបទទៅវិញគាត់គ្មានចេតនាអ្វីផ្សេងទេគ្រាន់តែចង់ព្រាមានប៉ុណ្ណោះកុំធ្វើបាបអ្នកដទៃទៀតទីទៀតនេះត្រូវបានដេវងដែលកំពុងបំពេញបេសកកម្មមើលឃើញគាត់ក៏ដើរទៅជិតដេវងភ្លាមយកខ្នោដៃឲ្យដេវងចាប់ខ្លួនមិនមែនចាប់ខ្លួនគាត់ទេតែចាប់ខ្លួនមនុស្សពីរនាក់ដែលនៅខាងក្រៅក្នុងពេលជាមួយគ្នានោះផាក់ជុងសិកបន្ទាប់ពីការពិចារណាយ៉ាងហ្មត់ចត់បានសម្រេចចិត្តចុះចាញ់អំពើអាក្រក់ដោយចាត់ទុកថាចៃសុកផុងមានបញ្ហាផ្លូវចិត្តគាត់ទើបតែចុះហត្ថលេខាលើចម្លើយរួចសម្លេងរ៉ូទីបានបន្លឺឡើងមានករណីបាញ់ប្រហារនៅឯអង្គភាពទី18វាក៏ធ្ងន់ធ្ងរខ្លាំងណាស់ដែរពេលឃើញប្រវត្តិជនល្មើសផាក់ជុងសិកមិនអាចនៅស្ងៀមបានទេករណីបាញ់ប្រហារនេះគឺជាការតបចុងក្រោយរបស់ក្មេងធាត់ពីចុងបញ្ចប់រដូវកាលមុនបញ្ចេញកំហឹងនិងភាពអយុត្តិធម៌នៅក្នុងចិត្តរបស់គាត់ព្រឹកឡើងនៅថ្ងៃបន្ទាប់អានជុនហូបានទទួលទោសពីណៃផ្នែករាងកាយនៅទីលានហ្វឹកហ្វឺនដោយសារដេវងមិនបានជួយនិយាយការពិតឲ្យគាត់កាលពីយប់មិញធ្វើឲ្យគាត់ខ្លាចជាអ្នកមានទោសដោយសារការប្រព្រឹត្តល្មើសចំពោះថ្នាក់លើទើបតែត្រឡប់មកដល់បន្ទប់ស្នាក់នៅបរិសុទ្ធពាក់វ៉ែនតាក៏បាននាំដំណឹងមកមានទាហានរត់ចោលជួរប្រដាប់អាវុធម្នាក់ត្រូវតាមចាប់ខ្លួនប្រដាប់អាវុធមានន័យថាពួកគេមានកាំភ្លើងនេះធ្វើឲ្យដេវងភ័យខ្លាចយ៉ាងខ្លាំងសូម្បីតែទាហានរត់ចោលជួរធម្មតាក៏គាត់មិនចង់តាមចាប់ដែរចង់តម្រាំតែជាទាហានរត់ចោលជួរប្រដាប់អាវុធទៅទៀតបរិសុទ្ធពាក់វ៉ែនតាប្រាប់ដេវងឲ្យចេញទៅខាងក្រៅបន្តិចសិនគាត់មានពាក្យពី3ម៉ាត់ចង់និយាយជាមួយអានជុនហូតែពីរនាក់កាលពីយប់មិញអានជុនហូបានចេញមកជួយគាត់ប៉ុន្តែគាត់មិនមានន័យចង់ខ្លាញ់អំណរគុណទេពីព្រោះរឿងបែបនេះមិនមែនគ្រាន់តែមានអ្នកចេញមុខអាចដោះស្រាយឬលុបបំបាត់បានទាំងស្រុងនោះទេជាងនេះទៅទៀតដោយសារតែអានជុនហូចេញមុខការធ្វើបាបគាត់នឹងកាន់តែធ្ងន់ធ្ងរឡើងតាមពិតការបាក់ទឹកចិត្តរបស់ក្មេងធាត់គឺនៅក្នុងការស្មានរបស់គាត់អាចនិយាយដោយមិនស្ទាក់ស្ទើរថារឿងស្រដៀងគ្នានេះគាត់ក៏អាចធ្វើបានដែរគ្រាន់តែពេលវេលាមិនទាន់មកដល់ប៉ុណ្ណោះឮថាផាក់ចុងសិកត្រឡប់មកវិញហើយអានជុនហូក៏ទៅរាយការណ៍ភ្លាមពេលនេះក៏ត្រូវចាប់ទាហានរត់ចោលជួរគ្មានពេលនិយាយពីរឿងចាស់ទេប៉ុន្តែដេវងកុំសង្ឃឹមអីប្រកាសជាមិនហ៊ានទៅទេផាក់ជុងសិកបានរៀបចំមនុស្សផ្សេងទៀតហានហូលយល់ដែលលែកខឿននៅក្នុងមន្ទីរពេទ្យធ្វើជាឈឺបន្ទាប់ពីបានឃើញព័ត៌មាននៃការរត់គេចខ្លួនរបស់ក្មេងថាត់